Nơi sọc sọc áណាបងប្អូននឹកឃើញឃ្លានចង់ញ៉ាំឆាមីសួរហើយម្ហូបមួយមុខនេះហ่าបើថ្ងៃធម្មតាអីគឺថាមិននឹកឃើញចង់ញ៉ាំឬមួយក៏នឹកឃើញចង់ធ្វើទេបងប្អូនដែលគាត់ចង់ធ្វើញ៉ាំមីសួរឬមួយក៏ឆាមីសួរនេះហ่าតើតពេលដែលរដូវបុណ្យភ្ជុំបិណ្ឌធ្វើម្ហូបទៅវត្តឬមួយក៏ពេលសែនចិនដូចជាសែនចូលឆ្នាំចិនសែនក្បាលទឹកអីហ្នឹងណាបាននឹកឃើញចង់ឆាមីសួរហ្នឹងតាមពិតម្ហូបមួយមុខនេះគឺឆ្ងាញ់ណាបងប្អូនហើយមិនចាំបាច់តែពេលដែលយើងធ្វើម្ហូបទៅវត្តឬមួយក៏សែនទេធម្មតាយើងធ្វើញ៉ាំនៅផ្ទះក៏ឆ្ងាញ់ដែរបងប្អូនហើយងាយមែនតើសម្រាប់ឆាមីសួរនេះណាបងប្អូនហើយថ្ងៃនេះគឺខ្ញុំមកឆាមីសួរជាមួយនឹងសាច់ជ្រូកណាបងប្អូនសាច់ជ្រូកគឺខ្ញុំយកសាច់សុទ្ធសាច់ស្មាមុខដែលមានជាប់ខ្លាញ់តិចតិចហ្នឹងយកមកឆាជាមួយនឹងមីសួរគឺឆ្ងាញ់ណាស់ហើយសម្រាប់សាច់សុទ្ធនេះគឺខ្ញុំយកមកចិញ្ចាំវាឲ្យម៉ត់ជាមួយនឹងបកាយឺហឺណាបងប្អូនតបមកគឺខ្ញុំយកមកឆាខ្ញុំថែមម្សៅស៊ុបស្ករអំបិលប៊ីចេងប្រេងខ្យងឆាយករសជាតិបានល្មមណាបងប្អូនបានខ្ញុំដាក់ត្រចៀកកដោផ្សិតខ្មៅជាមួយនឹងពពុះសណ្តែកចូលឆាជាមួយឲ្យចូលជាតិល្អបានខ្ញុំដាក់ក្រូចចូលណាបងប្អូនហើយសម្រាប់ឆាមីសួរមួយមុខនេះបងប្អូនគឺខ្ញុំចូលចិត្តញ៉ាំឆាមីសួរបែបស្ងួតហើយអត់មានសើមឬមួយក៏មីសួររីកទេបងប្អូនអញ្ចឹងគឺខ្ញុំឆាបែបនេះតាមមកឆ្អិនសាច់ជ្រូកជាមួយនឹងបន្លែយើងចូលជាតិគ្នាល្អហើយខ្ញុំដាក់មីសួរឆាតាមមកឡប់ទេគឺមីសួរយើងឆ្អិនហើយសាច់តសៃមីសួររបស់យើងគឺអត់រីកឬមួយក៏មានទឹកទេបងប្អូនគឺឆាបែបស្ងួតហើយសាច់តសៃមីសួរយើងគឺឡើងស្វិតអូយញ៉ៃមែនណាឆាបែបនេះគឺឆ្ងាញ់ខ្លាំងណាស់បងប្អូនហើយឆាតាមមួយផ្លែតហ្នឹងគឺបានញ៉ាំមេរសជាតិបងប្អូនចូលចិត្តបែបណាយើងដាក់តាមចំណង់ចំណូលចិត្តយើងទៅហើយមិនចាំបាច់តែពេលដែលយើងធ្វើម្ហូបទៅវត្តឬមួយក៏សែនទេបងប្អូនសម្រាប់ខ្ញុំថ្ងៃនេះគឺនឹកឃើញចង់ញ៉ាំគឺឆាញ៉ាំភ្លាមហ្មងហើយមួយចានធំនេះគឺញ៉ាំតែម្នាក់ឯងទេបងប្អូនអូយនិយាយពីថាញ៉ាំហើយឥឡូវហ្នឹងគឺ voice over គឺនឹកឃើញឃ្លានទៀតឆ្ងាញ់មែនតើណាបងប្អូនឆ្ងាញ់បំផុតគឺតែសៃមីសួរឡើងស្វិតនឹងហ្មងខានញ៉ាំយូរណាបងប្អូនបើមិនដល់រដូវបុណ្យភ្ជុំធ្វើឆាមីសួរទៅវត្តឬមួយក៏សែនទេមិនតែបានធ្វើញ៉ាំទេតែថ្ងៃនេះនឹកឃើញឃ្លានមែនសុកឃ្លានឆាមីសួរយកមកឆាញ៉ាំហ្មងនេះឆាមីសួរខ្ញុំយកចិត្តឆាអញ្ចឹងបងប្អូនឆាអញ្ចឹងតសៃមីសួរយើងគឺវាអត់រីកទេហើយស្វិតឆ្ងាញ់ណាស់ខ្ញុំខំយកទឹកស៊ីអ៊ីវមកទេសមកថែមតែញ៉ាំទៅល្មមឆ្ងាញ់ហើយដាក់ថែមកុំឲ្យឃ្លានញ៉ាំយកមកឆ្អែតហ្មងសាច់ឆាមីសួរយើងសាច់ជ្រូកយើងចាំជាមួយនឹងបកាជាមួយតសៃយីហឺយើងហាន់តសៃហើយឈ្ងុយបើឆាមីសួរខ្ញុំថាចូលចិត្តមួយណាខ្ញុំចូលចិត្តឆាមីសួរជាងបងប្អូនចិត្តអូយឆ្ងាញ់ណាស់បងប្អូនខ្ញុំដឹងថាខ្ញុំឃ្លានមកខ្ញុំញ៉ាំថ្ងៃហ្នឹងដឹងឆ្ងាញ់ណាស់នេះដាក់សាច់ការ៉ុតផ្លែមកចាំបាច់ទៅវត្តឬមកធ្វើសែនហ្នឹងឃើញញ៉ាំហ្មងធ្វើញ៉ាំភ្លាមហ្នឹងតែសែនមីសួរយើងឡើងស្ងួតហើយស្វិតអត់តិចតិចណាបងប្អូនបើខាមីសួរនេះខ្ញុំចេះញ៉ាំទេព្រោះថាស្វិតចេះសួរស្វិតចេះនៅក្តៅៗមានតែសាច់មីសួរយើងនេះមើលតែសាច់មីសួររួយមកញ៉ៃទេអូយច្រើនញ៉ាំតអស់បងប្អូនចង់ឆាមីសួរនឹកឃើញខ្ញុំចាំបុណ្យទានឆាខ្ញុំទៅឆ្ងាញ់ណាស់បងប្អូននឹកឃើញចង់ញ៉ាំឆាភ្លាមនេះឆាកញ្ចប់បងប្អូននៅម្នាក់ឯងឬមកចង់ញ៉ាំណែទៅឆាកញ្ចប់ទូចទៅមីសួរមានកញ្ចប់500មានកញ្ចប់500កញ្ចប់1000កញ្ចប់2000កញ្ចប់ប្រហែលពាន់នេះធំកន្លះគីឡូដូចជា5000ក៏មានដែរនេះដាក់គ្រឿងចឹងដែរ